ច្បាប់ទី43តាក់ទាញបេះដូងនិងចិត្តរបស់អ្នកដទៃ Work on the hearts and minds of others តើអ្នកចង់ក្លាយជាមេដឹកនាំដែលមនុស្សធ្វើតាមព្រោះត្រូវតែធ្វើឬធ្វើតាមព្រោះចង់ធ្វើនៅក្នុងហ្គេមនៃអំណាចការបង្ខំគឺជាយុទ្ធសាស្ត្រដែលចំណាយទុនខ្ពស់និងងាយរលាយបំផុតប៉ុន្តែការទិញចិត្តមនុស្សគឺជាសិល្បៈដែលធ្វើឲ្យអ្នកមានអំណាចជារៀងរហូតដោយមិនបាច់ហត់នឿយសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Energy ថ្ងៃនេះយើងនឹងមកសិក្សាច្បាប់ទី43នៃសៀវភៅ The 48 Laws of Power ដែលមានចំណងជើងថាទាក់ទាញបេះដូងនិងចិត្តរបស់អ្នកដទៃ Work on the hearts and minds of others ក្នុងវីដេអូនេះយើងនឹងលាតត្រដាងពីរបៀបដែលអ្នកអាចបញ្ចុះបញ្ចូលមនុស្សឲ្យលះបង់ដើម្បីអ្នកដោយប្រើត្រឹមតែការយល់ចិត្តនិងផលប្រយោជន៍រួមតើធ្វើដូចម្តេចដើម្បីក្លាយជាអ្នកលួងលោមដ៏ចំណានក្នុងโลกនៃអំណាចតោះចាប់ផ្ដើមទាំងអស់គ្នាចំពោះផ្នែកទី1ខ្លឹមសារស្នូលនៃច្បាប់ទី43គឺជាការយល់ដឹងអំពីចិត្តសាស្ត្រនៃមនោសញ្ចេតនានិងការយល់ព្រមដោយស្ម័គ្រចិត្តនេះគឺជាការបកស្រាយលម្អិតសម្រាប់ខ្លឹមសារវីដេអូរបស់អ្នក 1. ភាពទន់ខ្សោយនៃអំណាចបង្ខិតបង្ខាប់ The fragility of force នៅក្នុងពិភពនៃអំណាចការប្រើកម្លាំងបាយឬការគំរាមកំហែងដើម្បីឲ្យគេធ្វើតាមគឺជាវិធីសាស្ត្រដែលចំណាយទុនខ្ពស់និងមានគ្រោះថ្នាក់បំផុតបញ្ហានៅពេលអ្នកបង្ខំមនុស្សម្នាក់ពួកគេនឹងបង្កើតរបាំងការពារចិត្តសាស្ត្រទោះបីជាពួកគេធ្វើតាមបញ្ជារបស់អ្នកនៅចំពោះមុខប៉ុន្តែក្នុងចិត្តពួកគេកំពុងសន្សំកំហឹងនិងរងចាំឱកាសល្អដើម្បីសងសឹកឬបោះបង់អ្នកចោលមេរៀនអំណាចដែលសាងលើភាពភ័យខ្លាចនិងរលាយបាត់ភ្លាមនៅពេលដែលអ្នកចុកខ្សោយ 2. និយមន័យនៃបេះដូងនិងចិត្ត Hearts versus Minds ដើម្បីគ្រប់គ្រងមនុស្សឲ្យបានទាំងមូលអ្នកត្រូវវាយលុកលើសមរភូមិពីរក្នុងពេលតែមួយបេះដូង The Heart តំណាងឲ្យអារម្មណ៍ភាពស្មោះត្រង់និងសេចក្តីស្រឡាញ់នៅពេលអ្នកទិញបេះដូងគេបានគេនឹងដើរតាមអ្នកដោយមនោសញ្ចេតនាពួកគេនឹងការពារអ្នកទោះបីជាមិនមានហេតុផលក៏ដោយចិត្ត The Mind តំណាងឲ្យបញ្ញានិងផលប្រយោជន៍នៅពេលអ្នកបញ្ចុះបញ្ចូលចិត្តគេបានគេនឹងដើរតាមអ្នកដោយតក្កវិជ្ជាពួកគេជឿជាក់ថាការដើរតាមអ្នកគឺជាជម្រើសដ៏ឆ្លាតវៃបំផុតសម្រាប់អនាគតតុល្យភាពការគ្រប់គ្រងតែបេះដូងអាចនាំឲ្យមានភាពរំជើបរំជួលជ្រុលប៉ុន្តែការគ្រប់គ្រងតែចិត្តអាចនាំឲ្យមានការក្បត់នៅពេលមានផលប្រយោជន៍ថ្មីដូច្នេះអ្នកត្រូវប្រើទាំងពីរ 3. សិល្បៈនៃការលួងលោម The Art of Seduction ច្បាប់នេះបង្រៀនថាមនុស្សគឺជាសត្វដែលមានអារម្មណ៍ពួកគេចង់មានអារម្មណ៍ថាខ្លួនឯងសំខាន់និងត្រូវបានគេយល់ចិត្តយន្តមីកាជំនួសការបញ្ជាថាចូលធ្វើកិច្ចការនេះឲ្យខ្ញុំអ្នកគួរសួរថាតើអ្នកយល់យ៉ាងណាចំពោះគម្រោងដ៏អស្ចារ្យនេះដែលមានតែអ្នកម្នាក់គត់ដែលអាចធ្វើវាបានលទ្ធផលនៅពេលមនុស្សម្នាក់មានអារម្មណ៍ថាការធ្វើការឲ្យអ្នកគឺជាការបំពេញបំណងប្រាថ្នារបស់ខ្លួនឯងពួកគេនឹងដាក់កម្លាំងកាយចិត្តធ្វើវាឲ្យអ្នកលើសពីការរំពឹងទុក 4. ការកាត់បន្ថយការប្រឆាំង lowering the resistance ជារឿយៗមនុស្សតែងតែប្រឆាំងនឹងគំនិតថ្មីៗដែលមកពីខាងក្រៅយុទ្ធសាស្ត្រអ្នកត្រូវធ្វើឲ្យគំនិតរបស់អ្នកคล้ายជាគំនិតរបស់គេចូលផ្ដោតជាតម្រូឬសួរសំណួរដែលនាំឲ្យពួកគេរកចម្លើយដែលអ្នកចង់បានដោយខ្លួនឯងមេរៀនមនុស្សមិនដែលប្រឆាំងនឹងអ្វីដែលចេញពីគំនិតរបស់ខ្លួនឯងទេនេះគឺជាវិធីដ៏ស្លឹបស្រួនបំផុតក្នុងការគ្រប់គ្រងមនុស្សដោយមិនឲ្យគេដឹងខ្លួនខ្លឹមសារស្នូលនៃច្បាប់ទី43គឺការប្ដូរពីការរុញមកកាន់ការទាញចូលឈប់យកអំណាចតួនាទីដើម្បីសង្កត់មនុស្សប៉ុន្តែត្រូវយកអំណាចបុគ្គលិកភាពដើម្បីតាក់ទាញពួកគេអ្នកដែលគ្រប់គ្រងបេះដូងមនុស្សបាននឹងមិនដែលខ្វះអ្នកជួយជ្រោមជ្រែងឡើយចំពោះផ្នែកទី2យន្តមីកានៃអំណាចនៃច្បាប់ទី43គឺជាការវិភាគអំពីរបៀបដែលអ្នកអាចជ្រាបចូលទៅក្នុងអារម្មណ៍និងការគិតរបស់មនុស្សដើម្បីឲ្យពួកគេយល់ព្រមតាមអ្នកដោយមិនដឹងខ្លួន 1. យន្តមីកានៃការឆ្លុះបញ្ចាំង The Mirror Principle មនុស្សតែងតែមានអារម្មណ៍ល្អនិងទុកចិត្តបុគ្គលណាដែលមានចរិតលក្ខណៈឬទម្លាប់ស្រដៀងគ្នានឹងខ្លួនគេយន្តមីកានៅពេលអ្នកចង់ទិញចិត្តនរណាម្នាក់
ចូលព្យាយាមស្វែងយល់ពីចំណូលចិត្តជំនឿនិងរបៀបនិយាយស្ដីរបស់គេរត់ធ្វើការឆ្លុះបញ្ចាំងត្រឡប់ទៅវិញលទ្ធផលការធ្វើបែបនេះនឹងកាត់បន្ថយរបាំងការពារខ្លួនរបស់ពួកគេនឹងមានអារម្មណ៍ថាអ្នកគឺជាមនុស្សពួកតែមួយជាមួយគេដែលធ្វើឲ្យការបញ្ចុះបញ្ចូលបន្តទៀតคล้ายជារឿងងាយស្រួល 2. ការទាញយកផលចំណេញពីភាពទន់ខ្សោយនៃអារម្មណ៍ playing on emotional vulnerabilities នៅក្នុងចិត្តសាស្ត្រមនុស្សម្នាក់ៗតែងតែមានចំណុចទន់ដូចជាការចង់បានការសរសើរភាពភ័យខ្លាចនៃការបាត់បង់ឬការចង់បានការទទួលស្គាល់យន្តមីកាចូលរកឲ្យឃើញថាតើបុគ្គលនោះកំពុងស្រែកឃ្លានអ្វីប្រសិនបើគេខ្វះការសរសើរចូលផ្ដល់ការសរសើរឲ្យចំគោលដៅប្រសិនបើគេខ្លាចភាពឯកាចូលផ្ដល់ភាពស្និទ្ធស្នាលលទ្ធផលនៅពេលអ្នកផ្ដល់នូវអ្វីដែលបេះដូងគេកំពុងត្រូវការអ្នកនឹងទទួលបានសោសម្រាប់គ្រប់គ្រងសកម្មភាពរបស់គេទាំងមូលតែម្ដង 3. ការបង្កើតផលប្រយោជន៍រួមក្នុងបញ្ញា rational self interest នេះគឺជាការវាយលុកផ្នែកបញ្ញាមនុស្សមិនដើរតាមអ្នកយូរអង្វែងឡើយប្រសិនបើគេមិនមើលឃើញផលប្រយោជន៍សម្រាប់ខ្លួនគេឡើយយន្តមីកាអ្នកត្រូវរៀបរាប់ពីផែនការរបស់អ្នកតាមរបៀបដែលបង្ហាញថាវាគឺជាផលចំណេញរបស់គេកុំនិយាយអំពីអ្វីដែលអ្នកចង់បានប៉ុន្តែត្រូវនិយាយអំពីអ្វីដែលគេនឹងទទួលបានលទ្ធផលនៅពេលបញ្ញារបស់គេគិតឃើញថាការជួយអ្នកគឺជាការជួយខ្លួនឯងគេនឹងក្លាយជាដៃគូដ៏សកម្មនិងមានការទទួលខុសត្រូវខ្ពស់បំផុត 4. ការប្រើប្រាស់ឥទ្ធិពលនៃពាក្យសម្ដី The power of persuasion សម្ដីផ្អែមល្ហួយនិងការប្រើប្រាស់ពាក្យពេចន៍ដែលផ្ដល់ថាមពលវិជ្ជមានគឺជាយន្តមីកាដ៏សំខាន់យន្តមីកាជៀសវាងការប្រើប្រាស់ពាក្យបង្កប់បញ្ជាប៉ុន្តែត្រូវប្រើពាក្យសួរនាំឬពាក្យស្នើសុំដែលផ្ដល់កិត្តិយសឧទាហរណ៍ខ្ញុំជឿជាក់លើសមត្ថភាពរបស់អ្នកក្នុងកិច្ចការនេះលទ្ធផលការផ្ដល់កិត្តិយស ego stroking ធ្វើឲ្យមនុស្សមានអារម្មណ៍ថាខ្លួនមានអំណាចហើយនៅពេលមនុស្សមានអារម្មណ៍ថាខ្លួនមានអំណាចពួកគេនឹងកាន់តែចង់ធ្វើអ្វីដើម្បីបន្តរក្សាតម្លៃនោះយន្តមីកានៃអំណាចក្នុងច្បាប់នេះគឺការយល់ថាការបង្ខំបង្កើតឲ្យមានការតវ៉ាប៉ុន្តែការលួងលោមបង្កើតឲ្យមានការលះបង់អ្នកដែលពូកែបញ្ចុះបញ្ចោលគឺជាអ្នកដែលចេះប្រើអារម្មណ៍ក្នុងការបាក់ទ្វារបេះដូងនិងប្រើតក្កវិជ្ជាដើម្បីបញ្ចុះបញ្ចោលខួរក្បាលចំពោះផ្នែកទី3យុទ្ធសាស្ត្រអនុវត្ត tactics គឺជាបច្ចេកទេសជាក់ស្ដែងដើម្បីជ្រាបចូលទៅក្នុងចិត្តសាស្ត្ររបស់បុគ្គលម្នាក់ៗនិងធ្វើឲ្យពួកគេក្លាយទៅជាអ្នកគាំទ្រដ៏ស្មោះត្រង់របស់អ្នក1ការស្វែងរកចំណុចងាយរងគ្រោះ finding the thumbscrew មនុស្សគ្រប់គ្នាតែងតែមានចំណុចខ្សោយឬអ្វីមួយដែលពួកគេឲ្យតម្លៃលើសពីអ្វីទាំងអស់យុទ្ធសាស្ត្រចូលសង្កេតមើលសកម្មភាពដែលពួកគេធ្វើដោយមិនដឹងខ្លួនតើពួកគេចូលចិត្តការសរសើរមែនទេតើពួកគេខ្លាចការបាត់បង់មុខមាត់មែនទេឬតើពួកគេចង់បានការទទួលស្គាល់ពីអ្នកដទៃការអនុវត្តនៅពេលគេដឹងពីចំណុចនេះចូលប្រើវាជានួយតើពួកគេចង់បានការទទួលស្គាល់ចូលបដូរវេទិកាឲ្យគេបញ្ចេញសមត្ថភាពនៅពេលអ្នកបំពេញភាពស្រហាយរបស់គេបានគេនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នក2យុទ្ធសាស្ត្រផ្ដល់មុននិងយក The reciprocity tactic មនុស្សមានសភាវកិច្ចនៃការជំពាក់គុណនៅពេលមាននរណាម្នាក់ធ្វើអ្វីល្អៗឲ្យយើងតែងតែមានអារម្មណ៍ថាត្រូវសងត្រឡប់ទៅវិញយុទ្ធសាស្ត្រចូលផ្ដល់ជំនួយតូចតាចឬផ្ដល់អំណោយដែលមានតម្លៃខាងស្មារតីដល់ពួកគេដោយមិនចាំបាច់ឲ្យគេសុំជំនួយនេះនឹងបង្កើតជាចំណងចិត្តមួយដែលធ្វើឲ្យពួកគេពិបាកក្នុងការបដិសេធនៅពេលអ្នកស្នើសុំអ្វីមួយពីពួកគេនៅពេលក្រោយ3ធ្វើជាអ្នកស្ដាប់ដ៏អស្ចារ្យThe art of listening វិធីដែលលឿនបំផុតក្នុងការទិញចិត្តមនុស្សគឺការធ្វើឲ្យពួកគេមានអារម្មណ៍ថាអ្នកយល់ពីពួកគេយុទ្ធសាស្ត្រជំនួសឲ្យនិយាយពីខ្លួនឯងចូលចោទសួរពីជីវិតគំនិតនិងបញ្ហារបស់ពួកគេការអនុវត្តនៅពេលអ្នកស្ដាប់ដែលយកចិត្តទុកដាក់ពួកគេនឹងទម្លាក់របាំងការពារខ្លួននិងបង្ហាញអាថ៌កំបាំងរបស់គេឬចំណុចខ្សោយរបស់គេមកឲ្យអ្នកលើសពីនេះវានឹងបង្កើតនូវភាពស្និទ្ធស្នាលយ៉ាងជ្រាលជ្រៅ4ការប្រើប្រាស់ភាពផ្ទុយគ្នាThe power of contrast កុំប្រើអំណាចបញ្ជាសោះប្រសិនបើអ្នកអាចប្រើការស្នើសុំបានយុទ្ធសាស្ត្រប្រើពាក្យសម្ដីដែលបដូរជំរឿដល់ពួកគេប៉ុន្តែជាជំរឿដែលនាំទៅរកលទ្ធផលដែលអ្នកចង់បានឧទាហរណ៍
Kim ដឹងថាអ្នកមានការងាររវល់ច្រើនប៉ុន្តែបើអ្នកជួយសម្រេចកិច្ចការនេះវានឹងក្លាយទៅជាសមិទ្ធផលដ៏ធំសម្រាប់ក្រុមយើងការធ្វើបែបនេះធ្វើឲ្យគេមានអារម្មណ៍ថាគេជាអ្នកជួយសង្គ្រោះមិនមែនជាអ្នកបម្រើឡើយ 5. ការបង្កើតចក្ខុវិស័យរួម Aligning visions មនុស្សនឹងលះបង់ដើម្បីអ្នកប្រសិនបើពួកគេជឿថាពួកគេកំពុងធ្វើដើម្បីខ្លួនឯងយុទ្ធសាស្ត្រចូលរៀបរាប់ពីគោលដៅរបស់អ្នកតាមរបៀបដែលផ្សារភ្ជាប់ទៅនឹងក្តីសុបិនរបស់ពួកគេការអនុវត្តធ្វើឲ្យពួកគេមើលឃើញថាបើអ្នកជោគជ័យពួកគេក៏នឹងទទួលបានភាពរុងរឿងនិងការរីកចម្រើនដូចគ្នានៅពេលចិត្តរបស់គេមានក្តីសង្ឃឹមគេនឹងមិនខ្លាចការហត់នឿយឡើយគន្លឹះសម្រាប់អ្នកអនុវត្តការអនុវត្តច្បាប់នេះតម្រូវឲ្យអ្នកមានភាពអត់ធ្មត់ការទិញចិត្តមនុស្សមិនមែនធ្វើឡើងក្នុងពេលមួយថ្ងៃឡើយប៉ុន្តែវាផ្ដល់លទ្ធផលដែលរឹងមាំបំផុតចង់ចាំថាអ្នកអាចប្រើកម្លាំងបាយដើម្បីបង្ខំឲ្យមនុស្សម្នាក់លុតជង្គង់បានប៉ុន្តែអ្នកមិនអាចបង្ខំឲ្យគេគោរពអ្នកដោយស្មោះត្រង់ឡើយដើម្បីឲ្យកាន់តែច្បាស់យើងទៅមើលផ្នែកទី5មេរៀនប្រវត្តិសាស្ត្រ The History Lessons គឺជាការឆ្លុះបញ្ចាំងពីបុគ្គលដែលយល់ដឹងថាការឈ្នះសង្គ្រាមលើសមរភូមិមិនសំខាន់ស្មើនឹងការឈ្នះសង្គ្រាមក្នុងចិត្តមនុស្សឡើយមេរៀនប្រវត្តិសាស្ត្រទី1មេរៀនពីជួរកើលៀងនិងការបង្ក្រាបកុសម្ភារភាគខាងត្បូងក្នុងសម័យសង្គ្រាម3អាណាចក្រខុងមៀងត្រូវដោះស្រាយជាមួយនឹងការបះបោករបស់កុសម្ភារព្រៃភ្នំដឹកនាំដោយម៉េងហួរដែលជាមេទ័ពខ្លាំងពូកែនិងមានអំណាចសកម្មភាពខុងមៀងបានប្រើលឹបច្បានចាប់កូនម៉េងហួរបានដល់ទៅ7ដងរាល់ពេលដែលចាប់បានមេទ័ពនិងកូនចៅរបស់ខុងមៀងតែងតែចង់ឲ្យសម្លាប់ចៅដើម្បីបញ្ចប់រឿងប៉ុន្តែខុងមៀងបានដកលែងវិញទាំង7ដងយុទ្ធសាស្ត្រខុងមៀងដឹងថាបើសម្លាប់ម៉េងហួរម្នាក់នឹងមានមេដឹកនាំថ្មីងើបឡើងហើយការស្អប់ខ្ពើមនឹងបន្តទៅមុខទៀតលោកចង់បានការគោរពចេញពីចាត់ក្នុងដងទី7ម៉េងហួរបានលុតជង្គង់យំនិងសន្យាថានឹងឈប់បះបោកជារៀងរាល់ដងលទ្ធផលតំបន់ភាគខាងត្បូងមានសន្តិភាពរាប់សិបឆ្នាំដោយខុងមៀងមិនចាំបាច់ដាក់ទ័ពយោមកាមឡើយពីព្រោះលោកបានទិញបេះដូងរបស់មនុស្សនៅតំបន់នោះបានទាំងស្រុងមេរៀនប្រវត្តិសាស្ត្រទី2 Alexander the Great នឹងការរៀបអាពិការជាមួយជនជាតិ Persia បន្ទាប់ពីវាយដណ្ដើមបានអាណាចក្រ Persia Alexander មិនបានធ្វើបាបឬជីកយន្តប្រជាជនដែលចាញ់សង្គ្រាមតាមរបៀបអ្នកឈ្នះទូទៅឡើយសកម្មភាពលោកបានរៀបចំពិធីមង្គលការដ៏ធំមួយដោយលោកខ្លួនឯងនិងមេទ័ពរបស់លោកបានរៀបអាពិការជាមួយស្ត្រីជនជាតិ Persia លោកក៏បានស្លៀកពាក់ឈុតប្រពៃណី Persia និងគោរពតាមទំនៀមទម្លាប់របស់ពួកគេយុទ្ធសាស្ត្រលោកចង់បង្ហាញថាលោកមិនមែនជាអ្នកឈ្លានវាយទេប៉ុន្តែលោកជាមហាក្សត្រថ្មីរបស់ពួកគេលោកចង់ឲ្យជនជាតិ Persia មានអារម្មណ៍ថាពួកគេជាផ្នែកមួយនៃអាណាចក្ររបស់លោកមិនមែនជាឆ្លើយសឹកឡើយលទ្ធផលយុទ្ធសាស្ត្រទិញចិត្តនេះបានធ្វើឲ្យលោកអាចគ្រប់គ្រងអាណាចក្រដ៏ធំសម្បើមយ៉ាងរឹងមាំដោយមានកងទ័ព Persia ស្ម័គ្រចិត្តច្បាំងការពារលោកយ៉ាងក្លាហានមេរៀនប្រវត្តិសាស្ត្រទី3ការបរាជ័យរបស់មហាក្សត្រី Marie Antoinette បារាំងផ្ទុយពីមេដឹកនាំខាងលើMarie Antoinette មិនដែលខ្វល់ពីការយល់ចិត្តឬការរស់នៅរបស់ប្រជាជនឡើយសកម្មភាពនៅពេលប្រជាជនបារាំងកំពុងដាច់បាយនឹងតវ៉ាសុំនំប៉័ងនាងត្រូវបានគេរាយការណ៍ថាបានពោលពាក្យថាបើមិនមាននំប៉័ងហូបហេតុអ្វីមិនហូបនំខេកជំនួសទៅ Let them eat cake ទោះបីជាសម្ដីនេះអាចជាការប្រកាន់ក៏ដោយប៉ុន្តែវាឆ្លុះបញ្ចាំងពីភាពមិនខ្វល់ខ្វាយរបស់នាងចំពោះទុក្ខសោកមហាជនលទ្ធផលដោយសារនាងមិនបានទិញបេះដូងប្រជាជនផ្ទុយទៅវិញបែរជាបង្កើតកំហឹងក្នុងចិត្តពួកគេមហាជនក៏បានក្រោកឡើងបះបោរក្នុងបដិវត្តន៍បារាំងដែលនាំឲ្យនាងត្រូវបាត់បង់ជីវិតនៅលើម៉ាស៊ីនកាត់ក្បាលមេរៀនសង្ខេបពីប្រវត្តិសាស្ត្របញ្ជាក់ថាអាវុធអាចដណ្ដើមបានទឹកដីប៉ុន្តែមនោសញ្ចេតនាទើបអាចរក្សាទឹកដីបានមេដឹកនាំដ៏អស្ចារ្យមិនដែលមើលរំលែងអារម្មណ៍របស់មនុស្សអង្ក្រៅបង្កាប់ឡើយពួកគេប្រើមេត្តាធម៌ជាយុទ្ធសាស្ត្រនិងប្រើផលប្រយោជន៍ជានួចដើម្បីចងភ្ជាប់មនុស្សឲ្យនៅជាមួយពួកគេជារៀងរាល់ដងចំពោះផ្នែកទី5បំរាមនិងការប្រុងប្រយ័ត្នគឺជាការដាស់តឿនអំពីតុល្យភាពក្នុងការប្រើប្រាស់ចិត្តសាស្ត្រការព្យាយាមទិញចិត្តមនុស្សដែលខ្វះភាពស្មោះត្រង់ឬខ្វះភាពម៉ឺងម៉ាត់អាចនឹងធ្វើឲ្យអំណាចរបស់អ្នករង្គោះរង្គោបាន 1. ជៀសវាងការមើលទៅដូចជាអ្នកសម្ដែង Avoid appearing insincere ប្រសិនបើមនុស្សម្នាក់ដឹងថាអ្នកកំពុងប្រែល្បិចឬពាក្យសម្ដីផ្អាមល្ហែមគ្រាន់តែដើម្បីបោកប្រាស់យកផលប្រយោជន៍ពួកគេនឹងលែងទុកចិត្តអ្នកជារៀងរាល់បំរាមកុំសរសើរហួសហេតុពេក flattery ឬបង្ហាញការយល់ចិត្តដែលមើលទៅមិនធម្មតាមនុស្សមានសភាវៈអាចដឹងថាអ្វីជាភាពពិតប្រាកដនិងអ្វីជាការសម្ដែងការប្រុងប្រយ័ត្នការទិញចិត្តត្រូវធ្វើឡើងដោយមានមូលដ្ឋាននៃការគោរព
ចូលរកចំណុចល្អពិតប្រាកដរបស់គេដើម្បីសរសើរមិនមែនបង្កើតរឿងភូតប្រោតឡើយ 2. កុំចិត្តល្អរហូតដល់គេមើលងាយ The danger of being too nice មានព្រំដែនស្ដើងមួយរវាងការយល់ចិត្តនិងភាពទន់ជ្រុលបំរាមកុំយកព្រមតាមរាល់សំណូមពររបស់គេឬបណ្ដោយឲ្យគេធ្វើខុសដោយមិនមានការព្រមានគ្រាន់តែដើម្បីចង់ឲ្យគេស្រឡាញ់អ្នកការប្រុងប្រយ័ត្នអ្នកត្រូវតែរក្សាភាពម៉ឺងម៉ាត់មនុស្សនឹងគោរពមេដឹកនាំដែលចិត្តល្អប៉ុន្តែពួកគេនឹងដើរលើក្បាលមេដឹកនាំដែលទន់ជ្រុញចូលធ្វើឲ្យគេដឹងថាអ្នកមានចិត្តមេត្តាប៉ុន្តែក៏មានអំណាចក្នុងការដាក់ទណ្ឌកម្មផងដែរ 3. កុំភ្លេចពីផលប្រយោជន៍ពិតប្រាកដ Don't ignore material interests មនោសញ្ចេតនាអាចទិញចិត្តបានមួយក្រាលប៉ុន្តែវាមិនអាចជំនួសឲ្យក្រពះបានឡើយបំរាមកុំប្រើតែពាក្យសម្ដីលើកទឹកចិត្តឬសន្យាខ្យល់ដោយមិនធ្វើឲ្យផលប្រយោជន៍ជាក់ស្ដែងដល់ពួកគេការប្រុងប្រយ័ត្នដើម្បីរក្សាភាពស្មោះត្រង់យូរអង្វែងអ្នកត្រូវតែធានាថាអ្នកដែលដើរតាមអ្នកនឹងមានជីវភាពប្រសើរឡើងឬទទួលបានផលចំណេញដែលសមស្របនឹងការលះបង់របស់ពួកគេ 4. ប្រយ័ត្នចំពោះមនុស្សដែលគ្មានបេះដូង The sociopaths មិនមែនគ្រប់គ្នាសុទ្ធតែអាចទិញចិត្តបានតាមរយៈអារម្មណ៍ឡើយមានមនុស្សមួយចំនួនតូចដែលគ្មានការខ្វល់ខ្វល់អំពីមនោសញ្ចេតនានិងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងដាច់ខាតបំរាមកុំព្យាយាមប្រែមេត្តាធម៌ជំទាស់មនុស្សដែលត្រៀមខ្លួនក្បត់ញាក់គ្រប់ពេលដើម្បីលួយកាក់ឬអំណាចការប្រុងប្រយ័ត្នចំពោះមនុស្សប្រភេទនេះការទិញចិត្តបញ្ញាឬផលប្រយោជន៍គឺសំខាន់ជាងបេះដូងអ្នកត្រូវប្រាយច្បាប់និងកិច្ចសន្យាដែលតឹងរឹងដើម្បីគ្រប់គ្រងពួកគេ 5. កុំប្រើប្រាស់យុទ្ធសាស្ត្រដដែលៗ Avoiding predictability ប្រសិនបើអ្នកប្រើវិធីសាស្ត្រដដែលៗដើម្បីបញ្ចុះចិត្តមនុស្សនឹងចាប់ផ្ដើមដឹងខ្លួននិងការពារចិត្តសាស្ត្ររបស់ពួកគេបំរាមកុំប្រើស្ទាយដដែលក្នុងការចូលទៅចិត្តមនុស្សគ្រប់គ្នាការប្រុងប្រយ័ត្នមនុស្សម្នាក់ៗមានកូនសោផ្សេងគ្នាអ្នកត្រូវតែមានភាពបត់បែននិងផ្លាស់ប្ដូរយុទ្ធសាស្ត្រទៅតាមចរិតលក្ខណៈបុគ្គលនីមួយៗមេរៀនសង្ខេបច្បាប់ទី43គឺជាសិល្បៈនៃការចម្អិនម្ហូបដែលត្រូវការទាំងគ្រឿងផ្សំផលប្រយោជន៍និងរសជាតិអារម្មណ៍ចូលធ្វើវាដោយភាពឆ្លាតវៃនិងស្មោះត្រង់តាមដែលអាចធ្វើទៅបានចងចាំថាអំណាចដែលផ្ទេរទៅលើការយល់ព្រមគឺជាអំណាចដែលមិនបាច់ប្រែកម្លាំងយាមកាមជាចុងក្រោយច្បាប់ទី43រំលឹកយន្តថាអំណាចពិតប្រាកដមិនមែនស្ថិតនៅលើការបញ្ជាឲ្យគេខ្លាចឡើយប៉ុន្តែស្ថិតនៅលើការធ្វើឲ្យគេមានអារម្មណ៍ថាការដើរតាមអ្នកគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ពួកគេចូលរៀនស្ដាប់ឲ្យបានច្រើនជាងនិយាយនិងយល់ពីបំណងប្រាថ្នារបស់អ្នកដទៃឲ្យបានច្បាស់នោះពិភពលោកនឹងស្ថិតនៅក្នុងដៃអ្នកប្រសិនបើអ្នកយល់ថាមេរៀននេះមានតម្លៃសម្រាប់ការអភិវឌ្ឍខ្លួនកុំភ្លេចចុច like និង share វីដេអូនេះទៅកាន់មិត្តភ័ក្តិរបស់អ្នកចុច subscribe channel E-Energy ដើម្បីរងចាំទស្សនាច្បាប់ទី44ដែលជាយុទ្ធសាស្ត្រប្រោយក្រចកឆ្លុះបញ្ចាំងដើម្បីបំបាក់ស្មារតីសត្រូវតើអ្នកយល់ថារវាងបេះដូងនិងចិត្តតើមួយណាពិបាកទិញជាងគេបញ្ចេញមតិខាងក្រោមអរគុណសម្រាប់ការតាមដានជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា